ជំរាបសួរបងប្អូនទាំងអស់គ្នាទីស្រឡាញ់ចាស់ថ្ងៃនេះមកជួបជាមួយនឹងខ្ញុំជាមួយនឹងសម្រាប់ខ្សែភាពយន្តភាគចិនដែលមានចំណងជើងថាបង្វិលពេលវេលាសង្គ្រោះម្ដាយចាដល់ខ្សែភាពយន្តភាគដំបូងរបស់យើងគឺចេញមកគឺក្មេងស្រីតូចរបស់យើងហ្នឹងណាកំពុងតែគេនៅក្នុងមន្ទីរពេទ្យពេលហ្នឹងណាគាត់ក៏យល់សពឃើញលោកតាម្នាក់ថ្ងៃនេះក៏សួរថាតើលោកចាស់ជាអ្នកណាហើយលោកតាហ្នឹងក៏បាននិយាយថាគាត់គឺជាបុព្វបុរសរបស់កូនក្មេងហ្នឹងណាហើយលោកតាក៏និយាយថាចាំអីទេពេលទៅក្មេងតូចក៏និយាយថាលោកតាអាចជួយម៉ាក់របស់ខ្ញុំបានទេពេលហ្នឹងលោកតាក៏និយាយថាគាត់អាចជួយបានក៏ប៉ុន្តែអ្វីៗនឹងមានការផ្លាស់ប្ដូរសូម្បីតែជីវិតរបស់ក្មេងតូចក៏ត្រូវផ្លាស់ប្ដូរដែរហ្នឹងហើយក្មេងតូចក៏បានជួយទឹកភ្នែកចេញហើយក៏និយាយថាពេលនេះម្ដាយខ្ញុំនៅទីណាម្ដាយខ្ញុំមិនស្លាប់ទេមានអត់បើសិនជាខ្ញុំធ្វើការផ្លាស់ប្ដូរហ្នឹងណាហើយពេលហ្នឹងលោកតាក៏និយាយថាម្ដាយរបស់ឯងនឹងមិនស្លាប់បើសិនជាមានការផ្លាស់ប្ដូរប៉ុន្តែវាមានការផ្លាស់ប្ដូរហ្នឹងគឺវាធំធេងណាស់តែក៏និយាយថាបើសិនជាម៉ាក់ខ្ញុំនៅរស់ខ្ញុំអាចធ្វើអ្វីៗគ្រប់យ៉ាងបានមិនអីនោះទេពេលហ្នឹងណាលោកតាក៏និយាយថាអមែនណាគាត់នឹងបញ្ជូនក្មេងតូចហ្នឹងទៅពី7ឆ្នាំមុនប៉ុន្តែអ្វីៗត្រូវលាក់អត្តសញ្ញាណអត់ឲ្យម្ដាយរបស់គាត់ដឹងថាគាត់ជាកូននោះទេហើយពេលហ្នឹងណា7ឆ្នាំមុនក៏បានត្រឡប់មកដល់ថ្ងៃរបស់ម្ដាយរបស់អានក្មេងតូចហ្នឹងរៀបការជាមួយនឹងឪពុករបស់អានពិតប្រាកដនឹងឯងប៉ុន្តែអានពេលហ្នឹងគាត់ដឹងខ្លួនឡើងគាត់ក៏មើលទៅរូបថតរបស់ម្ដាយគាត់ហើយគាត់ក៏និយាយថានឹងគឺជាអតីតកាល7ឆ្នាំកន្លងផុតទៅជាថ្ងៃរបស់ម៉ាក់គាត់រៀបការពេលហ្នឹងម៉ាក់គាត់ដើរមកគាត់ឃើញកូនស្រីនឹងក៏មានអារម្មណ៍ថាដូចជាមាននិស្ស័យជាមួយនឹងក្មេងតូចអានណាចំណែកអាននៅពេលដែលឃើញម្ដាយគាត់មានការភាំងយ៉ាងខ្លាំងឲ្យម្ដាយនឹងគឺគាត់មានអារម្មណ៍ថាស្លុតចិត្តណាពេលដែលថាជាកូនជាម្ដាយរបស់គ្នាតាំងពី7ឆ្នាំមុនណាហើយត្រឡប់អតីតកាលមក7ឆ្នាំក្រោយអញ្ចឹងគាត់ក៏មាននិស្ស័យជាមួយនឹងគ្នាហើយគាត់ក៏សួរថាក្មេងតូចតើអញមកទីនេះជាមួយអ្នកណាអញចង់មកប្រយ័ត្នមានគ្រោះថ្នាក់អីចឹងណាគ្រូសាយើងក៏សួរថាតើឪពុកម្ដាយរបស់អញនៅទីណាហើយតើឯងមានឈ្មោះអីគេប៉ណ្ណឹងណាក្មេងតូចក៏ប្រាប់ទៅម្ដាយរបស់ខ្លួនឯងហ្នឹងណាថាគាត់នឹងមានឈ្មោះថាហ្វូអានដល់ពេលអញ្ចឹងទៅម្ដាយហ្នឹងក៏និយាយថាបច្ចុប្បន្នដល់មែនតានអនាគតស្វាមីរបស់គាត់ក៏ទៅកោហ្វូដែរពេលហ្នឹងគាត់សុំទៅរៀបការហើយចំណែកអានហ្នឹងក៏បានរត់ទៅឲ្យម្ដាយរួចហើយក៏និយាយថ្ងៃនេះជាថ្ងៃរបស់មីរៀបការមែនអត់ហ៊ានហៅថាម្ដាយទេហើយក៏បានទៅចាប់មុខនិយាយរួមទៅចង់ប៉ះចង់អែលរបៀបថាសំណោះម្ដាយកាលពីជាតិមុនដែលបានស្លាប់ទាំងអណោចអធមអញ្ចឹងណាហើយពេលហ្នឹងម្ដាយហ្នឹងក៏បានងើបឈរហើយប្រាប់ថាក្មេងតូចនៅល្អចាំគួរសារមកយោមីងទៅរៀបការហើយពេលហ្នឹងអានណាក៏នៅក្នុងចិត្តមិនដឹងជារកវិធីសាស្ត្រអ្វីបញ្ឈប់ការរៀបការរបស់ម្ដាយជាមួយនឹងឪពុកនោះទេដើម្បីកុំឲ្យគេហៅថាប្រសាសន៍ច្រាំដែលបែនដើម្បីកុំឲ្យអនាគតទៅម្ដាយត្រូវគេធ្វើបាបពេលហ្នឹងតួស្រីជាមួយនឹងឪពុករបស់ក្មេងតូចអានហ្នឹងបានបំពាក់ញៀនគ្នាហើយក៏មានគេសួរថាហ្វូចាស់ហាវត្រូវជាឪពុករបស់អាននេះណាបំពាក់ញៀនតែជួនអីជាអានហ្នឹងមកកាក់តន់ថាអ្នកមីងកំរៀបការជាមួយនឹងប៉ារបស់ខ្ញុំអីពេលហ្នឹងប្អូនជៀនធ្លាក់នឹងហើយចំណែកឯខ្សាច់រឿងយើងក៏កាត់មកដល់តួប្រុសរបស់យើងនេះកំពុងតែធ្វើដំណើរទៅបរទេសកូនចៅហ្នឹងក៏និយាយថាលោកប្រធានថ្ងៃនេះគេអាស៊ីហ្នឹងបានរៀបការជាមួយលោកចាហាវហើយរៀបការនៅថ្ងៃនេះតែលោកមិនទៅទេមែនអត់ដល់ពេលអញ្ចឹងចាហ្នឹងក៏បានប្រាប់ថាលោកប្រធានណាការងារនៅបរទេសហ្នឹងរបៀបដូចជាមិនប្រញាប់នោះទេលោកអាចទៅចូលរួមពិធីមង្គលការរបស់កញ្ញាស៊ីបានហើយលោកមិនឲ្យគេដឹងទេអីខាងការពីប្រហែលឆ្នាំមុនហ្នឹងណាលោកគឺជាអ្នកជួយសង្គ្រោះគាត់ទោះប្រថាបិទមាត់តែឈប់និយាយហើយពេលហ្នឹងក៏សម័យឃើញដល់ពេលដែលតួស្រីរបស់យើងមានគ្រោះថ្នាក់ចរាចរណ៍គឺថាពេលហ្នឹងភ្លើងឆេះខ្លាំងមែនតើហើយតួប្រុសរបស់យើងហ្នឹងគឺគាត់ទៅជាអ្នកជួយតួស្រីរបស់យើងយកចេញពីក្នុងឡានអញ្ចឹងណាហើយក៏ប៉ុន្តែនៅក្នុងពេលហ្នឹងសាច់រឿងរបស់យើងក៏មិនដឹងជាយ៉ាងណាបានជាតួស្រីយើងអត់ទាន់ដឹងថាតួប្រុសរបស់យើងគឺអ្នកជួយហើយតួប្រុសរបស់យើងគឺស្រឡាញ់គេតាំងពីថ្ងៃហ្នឹងទៅក៏ប៉ុន្តែដោយសារតែប្អូនប្រុសរបស់គាត់ហ្វូចាស់ហាវហ្នឹងស្រឡាញ់តួស្រីទៅគាត់ហ្នឹងក៏របៀបថាអត់ចង់បំបែកចំណែកឯសាច់រឿងរបស់យើងកាត់មកដល់ពីនេះវិញណាអានក៏នៅនិយាយថាគាត់គឺជាកូនរបស់ហ្វូចាស់ហាវជាមួយនឹងចៅហើយពេលហ្នឹងគាត់ប្រាប់ថាអ្នកមីងគម្រាបការជាមួយនឹងប៉ែរបស់ខ្ញុំអីបានអត់ព្រោះប៉ែរបស់ខ្ញុំមានប្រពន្ធហើយចំណែកពួកខ្សឹបខ្សៀវហ្នឹងក៏លួចខ្សឹបខ្សៀវគ្នាថានាំគ្នានិយាយចចោចនឹងរបៀបថាថៃកាភ្លៀងណាងាប់ដោយសារមាត់ណានិយាយរួមទៅឆ្កឹះឆ្កត់ចាប់ព្រមឈប់ទេហ្វេន
ហើយបន្ទាប់ពីនាំគ្នានិយាយអស់ទៅហ្នឹងណាតួស្រីយើងក៏ធ្វើមុខភ្លើភ្លើហ្នឹងឯងនៅស្អាតអត់យល់ការទេតួស្រីយើងពេលហ្នឹងហើយចំណែកពូចាស់ហាវនេះណាគាត់កំពុងតែរកអបាយកលគេនិយាយទៅសំខាន់គាត់ត្រូវតែរកវិធីសាស្ត្រដើម្បីរៀបការជាមួយនឹងតួស្រីយើងឲ្យបានហើយពេលហ្នឹងតួស្រីយើងក៏ប្រាប់ទៅក្មេងតូចចៅថាក្មេងតូចអានឲ្យគាត់នៅស្ងៀមចឹងណាដើម្បីឲ្យគាត់បានរៀបការតែអានក៏គាត់និយាយថាគាត់មិនកុហកនោះទេឪពុករបស់គាត់ហ្នឹងណាគឺហ្វូចាស់ហាវជាមួយនឹងចៅចិត្តប៉ិតប្រកាសកុំឲ្យរៀបការមួយប៉ាខ្ញុំអីគាត់និយាយជាការប៉ិតក៏បីសេស្រ័យប្រាប់គេថាគាត់និយាយការប៉ិតប៉ុណ្ណាក៏សម្ដីក្មេងហ្នឹងគេអត់ជឿអញ្ចឹងណាទៅបានពួកចចហ្នឹងណាគេក៏នឹកឃើញថាក្មេងអាយុ6 7ឆ្នាំហើយគេមិនគួរនាំនិយាយកុហកគួរតែស្គាល់ឪពុកម្ដាយរបស់ខ្លួនឯងអញ្ចឹងណាហើយពួកគាត់ក៏និយាយថាខ្ញុំគិតថាមែនតែនហើយប្រហែលជាឪពុករបស់គេហើយពេលហ្នឹងណាពូចាស់ហាវហ្នឹងក៏បាននិយាយថាតែក្មេងនេះប្រកាសជាពិតជាប្រកាសសម្ដែងមែនតែនហើយលើកហ្នឹងណាបើឲ្យកូនកំបងរបស់គាត់អង្គុះរង្គើហើយចំណែកនាងហ្វូចៅនេះក៏បាននិយាយថាលោកហ្វូមិនធម្មតាជាសសរគ្រឹះរបស់ហ្វូគ្រប់នោះទេគាត់ជាអនាគតរបស់ហ្វូស៊ីគ្រប់ទៀតផងហើយអនាគតទៅមិនមែនស្រីគ្រប់គ្នាអាចមានសិទ្ធិធ្វើជាគូស្នេហ៍ឬក៏រៀបការជាមួយគាត់នោះទេមិនមែនត្រឹមតែខ្ញុំទេអ្នកផ្សេងក៏ដូចគ្នាដូច្នោះហើយកុំនិយាយផ្ដេសផ្ដាស់អីអញ្ចឹងណានិយាយទៅកាន់ជើងលើកជើងហ្វូចាស់ហាវនេះដើម្បីឲ្យហ្វូចាស់ហាវហ្នឹងបានរៀបការជាមួយនឹងតួស្រីរបស់យើងដើម្បីឲ្យនិយាយរួមទៅពីរនាក់ហ្វូចាស់ហាវជាមួយនឹងគៀនចៅហ្នឹងគឺរៀបឧបាយកលរួចស្រេចហើយពេលហ្នឹងណាទូរស័ព្ទរបស់តួប្រុសរបស់យើងក៏បានរោឡើងហើយគេបានខលប្រាប់ទៅគាត់ថានៅវិធីមង្គលការហ្នឹងមានរឿងចលាចលពេលហ្នឹងតួប្រុសរបស់យើងក៏បានឲ្យឡានហ្នឹងត្រឡប់ទៅវិធីមង្គលការវិញហើយតែបើយើងក៏និយាយថាបងគួរតែផ្អាកពិធីមង្គលការសិនទៅចំណែកអបនេះវិញណាសម្លុតឲ្យតួស្រីយើងឡើងបាសសក់ថាដល់ពេលអញ្ចឹងពេលសម្លុតរួចហើយក៏និយាយលួងលោមតួស្រីបាននេះខ្ញុំមានន័យថាទីបំផុតថាពួកយើងបានដល់ថ្ងៃរៀបការហើយតែវាត្រូវរំសាយបានយ៉ាងណាដោយសារតែក្មេងម្នាក់ដល់ពេលអញ្ចឹងទៅតួស្រីក៏និយាយថាជីហាវពិតជាចង់រៀបការជាមួយនឹងខ្ញុំណាស់មែនទេដល់ពេលអញ្ចឹងអាប៉ែនេះណាអូយមកបែវពិតមែនហើយខ្ញុំពិតជាស្រឡាញ់នាងណាខ្ញុំពិតជាចង់រៀបការជាមួយនឹងអូនបងពិតជាស្រឡាញ់អូនយកទោះយើងរៀបការរួចក៏ដោយលោកតាទោះបីជាមិនផ្ដល់ភិហ៊ុនឲ្យក៏ខ្ញុំមិនខ្វល់អូយនិយាយរួមទៅនិយាយដើម្បីលួងលោមតួស្រីយើងចង់ឲ្យតួស្រីយើងរៀបការជាមួយតែដល់ពេលរៀបការជាមួយឲ្យបានក្រុមហ៊ុនហើយចាំមើលធាក់តួស្រីដល់កអញ្ចឹងហើយបានជាកូនរបស់តួស្រីយើងដាច់ខាតត្រូវតែរៀបរៀងណាហើយគេរំលឹកសក់គុណណារបៀបថាថ្ងៃដែលលោកតាគាត់ត្រូវការបរិច្ចាគឈាមហើយហ្វូចាហៅហ្នឹងណាគាត់បានបរិច្ចាគម្ដងហើយអញ្ចឹងលោកតានៅតែខ្វះឈាមទៀតប៉ុន្តែគ្មានឈាមប្រភេទណាដែលត្រូវមានតែគាត់ហ្នឹងហើយដែលត្រូវអញ្ចឹងទៅខំទៅទាំងអរិញគេហៅថាបូមម្ដងហើយមិនអាចបូមម្ដងទៀតណាក៏តែប្រឈមនឹងគ្រោះថ្នាក់មិនក៏គេនៅតែបូមឲ្យតួស្រីដើម្បីយកចិត្តតួស្រីហើយពេលដែលតួស្រីឃើញនឹកឃើញអារឿងអញ្ចឹងគាត់ក៏មានអារម្មណ៍ហាត់ទន់ចិត្តជាមួយនឹងហ្វូចាហៅដែរប៉ុន្តែកូនរបស់គាត់នៅតែបំបែកទៀតហើយលុតជង្គង់សុំវល់ហើយកុំឲ្យរៀបការជាមួយនឹងអ្នកផ្សេងអីបើសិនជារៀបការជាមួយអ្នកផ្សេងចោះម៉ាក់របស់គេនឹងគិតមិនម៉េចហើយពេលហ្នឹងណាហ្វូចាហៅនេះក៏បានហៅសន្តិសុខដើម្បីអានចេញទៅខាងក្រៅហើយក៏បង្ខំឲ្យតួស្រីរបស់យើងហ្នឹងណារៀបការប៉ុន្តែនៅពេលដែលសន្តិសុខហ្នឹងណាក្មេងស្រីតូចអានចេញម្ដាយរបស់តួអានហ្នឹងណាឃើញអញ្ចឹងឃើញរបៀបថាអានខំប្របេះបបោចរត់មករវាយខ្លួនជាឪពុកហើយក៏ច្រានដួលអញ្ចឹងទៅតួស្រីយើងណាគាត់មានអារម្មណ៍ថាពេលដែលគេធ្វើបាបកូនអានណាបេះដូងរបស់គាត់ស្ទើរតែបែកខ្ទមខ្ទេចរបៀបថាអត់យល់នៃខ្លួនឯងថាមិនបានជាខ្លួនឯងមានអារម្មណ៍បែបហ្នឹងអញ្ចឹងណាអត់យល់ខ្លួនឯងទេមិនគាត់ពេលហ្នឹងគាត់និយាយអត់រួចទេគឺគាត់មានតែអង្គុយយំអញ្ចឹងណាហើយពេលហ្នឹងគេក៏បានប្រែសន្តិសុខឲ្យអានចេញទៅទៀតហើយពេលហ្នឹងតួស្រីយើងពេលហ្នឹងគឺអត់ដាច់ចិត្តទេហ្វេនគឺរបៀបថាវាខ្ទមខ្ទេចបេះដូងរបៀបថាមិនដឹងជាយ៉ាងម៉េចអញ្ចឹងណាគេកូនប៉ុណ្ណឹងទៅគាត់ក៏បតាប់ជាមួយនឹងហ្វូចាស់ហៅអត់ចង់ឲ្យគេយកអានចេញពីគាត់នោះទេហើយក្នុងពេលហ្នឹងណាវាជាសំណាងល្អមួយមែនតែនព្រោះថាបន្តិចទៀតហ្នឹងតួប្រុសរបស់យើងគាត់មកប៉ុន្តែមុននឹងមកគឺកំសត់មែនតែនពីអ្នកម្ដាយកូនហ្នឹងគឺថារំតែដាច់គេចាប់លេងជាប់រត់តែអោគ្នាយ៉ាងកំសត់
និយាយទៅសាច់រឿងមួយរឿងហ្នឹងកំសត់ខ្លាំងមែនតើប៉ែនភាគដំបូងណាប៉ុន្តែបន្តិចទៀតក៏ដល់ឆាករ៉ូម៉ាន់ទិកអីប៉ែនប៉ុណ្ណឹងណាតួស្រីរបស់យើងនៅតែគិតថាតែយើងធ្លាប់ជួបគ្នានៅណាវិញដល់ពេលសួរទៅកូនស្រីអានណាចំណែកអាប៉ិនេះវិញណាគឺវាមានកំណត់អាក្រក់ហៅសន្តិសុខទៅចាប់អានចេញទៅទៀតហើយដើម្បីបំបែកអានហើយរៀបការជាមួយនឹងតួស្រីយើងឲ្យបានអញ្ចឹងណាហើយក្នុងពេលដែលចាប់អានចេញទៅតួប្រុសរបស់យើងពេលហ្នឹងក៏បានបើកទ្វារក្រាក់ហើយខាត់អ្នកណាហ៊ានចាប់អ្នកណាហ៊ានធ្វើបាបនាងវារួមទៅឡើងសង្ហាមហ្មងណាហ្វេនចេញមកអញ្ចឹងណាហើយពេលដែលតួស្រីរបស់យើងបានមកដល់ណាអានពេលហ្នឹងគឺថាគាត់សប្បាយចិត្តមែនតើហើយគ្រប់គ្នាហ្នឹងក៏បានភ្ញាក់ផ្អើលខ្លាំងណាស់ដែលឃើញតួប្រុសរបស់យើងដើរចូលមកអញ្ចឹងណាហើយពេលហ្នឹងណាអានបានឱកាសក៏រត់ទៅអោបបដាយ៉ាងជាប់ហើយចំណែកអង្គរៈរបស់តួប្រុសហើយក៏និយាយថាអ្នកដែលមិនពាក់ព័ន្ធហ្នឹងចេញទៅក្រៅទៅបើសិនជាមិនចេញទៅក្រៅទេម្នាក់ក៏មិនឲ្យរួចខ្លួនដែរហើយក្នុងពេលហ្នឹងតួប្រុសរបស់យើងក៏បានលើកតួស្រីឲ្យក្រោកឡើងហើយក៏ចាប់អានណាហើយអានក៏និយាយថាលោកពូជួយម៉ាក់របស់ខ្ញុំផងកុំឲ្យប៉ារបស់ខ្ញុំការជាមួយអ្នកមីងហើយបើមកមីងការជាមួយប៉ាខ្ញុំទៅម៉ាក់ខ្ញុំគិតមិនម៉េចអីចឹងណាតើនេះថាមិនមានពាក់ព័ន្ធអីនឹងខ្ញុំទេលោកពូកុំជឿអីចំណែកឯប្អូនប្រុសនេះក៏សួរថាហេតុអីក៏បងមិនទៅបរទេសទេមិនមែនហេតុអីក៏បងមកវិញក៏បាននិយាយថាបងប្រុសគ្រប់យ៉ាងគឺជាការយកចិត្តឡំនោះទេវាមិនមានរឿងអ្វីទេហើយពេលហ្នឹងតួប្រុសគឺថាផ្ទះផាំងមកកំភ្លៀងហ្មងណាព្រោះគាត់ជាមួយនឹងប្អូនប្រុសរបស់គាត់តែសាច់រឿងយើងអត់ទាន់បញ្ជាក់ឯណាហ្វេនថាជាប្អូនប្រុសបកាឬក៏ពីប្អូនជីដូនមួយអញ្ចឹងណាពូចាហៅហ្នឹងណាហើយតួប្រុសរបស់យើងណាមានឈ្មោះថាហ្វូជីងធីងហ្នឹងគាត់គឺជាប្រធានរបស់ក្រុមហ៊ុនចំណែកឯហ៊ូចាហៅហ្នឹងក៏គាត់រងឯងអញ្ចឹងហើយគាត់ក៏និយាយថាអានហ្នឹងក៏ហក់បំបាក់សម្រាប់តំណងស្នេហារបស់គាត់ហើយនឹងតួស្រីហើយពេលហ្នឹងលេខារបស់តួប្រុសបានយកឯកសារពាក់ព័ន្ធជាមួយចៅណានឲ្យមើលថាណាហ្នឹងវាមានរបៀបថាជាប់ខ្សែពាក់ព័ន្ធអីជាមួយនឹងហ្វូចាហៅអត់ពេលហ្នឹងមើលឯកសារទៅឃើញថាណាគឺពិតជាកូនរបស់ហ្វូចាហៅពិតប្រាកដមែនតែហ្វូចាហៅហ្នឹងគាត់អត់ទទួលស្គាល់ទេហើយចំណែកឯគាត់ហ្នឹងនៅតែបន្តនិយាយថាក្មេងនឹងបោកប្រាស់តែកូនស្រីអាននៅតែនិយាយថាអត់បានបោកប្រាស់ទេគាត់ពិតជាកូនចំណែករបស់យើងគាត់ខាងមែនតើគាត់ក៏ជាកូនចៅក្នុងរយៈពេល1ម៉ោងទៀតគាត់ត្រូវតែស្គាល់អត្តសញ្ញាណរបស់អានពិតប្រាកដហើយកូនចៅគាត់ហ្នឹងក៏ទៅចំណែកតួស្រីយើងហ្នឹងក៏របៀបថាសំណោះអានចេះតាមមកអោបអានអីចឹងណាហើយពេលហ្នឹងតួប្រុសរបស់យើងគាត់ក៏ជាមួយនឹងប្អូនប្រុសគាត់ថាកុំឲ្យគាត់រកឃើញអ្វីដែលគាត់សង្ស័យបើមិនចឹងទេច្បាស់ណាស់ជាត្រូវមិនខានទេគាត់ខឹងខ្លាំងមែនតែនហ្មងក្តាប់ឯកសារឡើងជាប់ហើយចំណែកឯពេលហ្នឹងគាត់ក៏សម័យដល់នៅពេលដែលគាត់ហ្នឹងឲ្យប្អូនប្រុសរបស់គាត់សន្យាជាមួយនឹងគាត់ថាឲ្យមើលថែរក្សាតួស្រីរបស់យើងវ៉ាន់ហ្នឹងឲ្យបានល្អបើសិនជាចាហៅហ្នឹងហ៊ានតែធ្វើឲ្យវ៉ាន់ហ្នឹងខូចចិត្តតួប្រុសរបស់យើងហ្នឹងគឺមិនលឹកលែងឲ្យគេនោះទេនឹងចាត់ការឲ្យខ្លាំងតែម្ដងហើយពូចាហៅហ្នឹងក៏បានសន្យាមួយតួប្រុសទៀតថាគេនឹងថែរក្សាតួស្រីយើងឲ្យបានល្អមិនធ្វើឲ្យតួស្រីយើងខូចចិត្តទេពេលហ្នឹងតួប្រុសយើងហ្នឹងក៏បានដើរចេញចំណែកឯកសារភ្នែករបស់គាត់នេះវិញគឺថាមិនធម្មតាទេពឺពលខ្លាំងមែនតើគេនឹកឃើញដល់ពេលហ្នឹងដែរហ្នឹងខ្លាចតួប្រុសយើងធ្វើបាបហើយពេលហ្នឹងឯកសារហ្នឹងក៏បានមកដល់ហើយក៏ឆក់យកពីដៃលេខាហ្នឹងឡើងលឿនតែម្ដងហើយក៏សាច់ថាមិនពិតទេព្រោះអីដូចថាអានជាកូនរបស់គេពិតប្រាកដណាគេអត់ព្រមទទួលស្គាល់នោះទេព្រោះអីពេលវេលាត្រឡប់ក្រោយ7ឆ្នាំអ្វីៗគឺដូចថាអត់ចងចាំនៅក្នុងខួរក្បាលគេថាអានពិតជាកូនអញ្ចឹងគេនៅតែនិយាយថាអានមកបាយប្រវត្តិគ្រួសាររបស់គេឲ្យតួស្រីរបស់យើងហ្នឹងនៅឃើញដល់អតីតកាលដែលធ្លាប់បានបរិច្ចាគឈាមអីឲ្យលោកយាយលោកតាអញ្ចឹងទៅឲ្យព្រមរៀបការហើយក៏ចាប់អាននឹងធ្វើបាបអញ្ចឹងណាហើយអានក៏ស្រែកជួយចំណែកតួស្រីយើងគឺមិនថាចិត្តពីកូនទេហៅតានិស័យអញ្ចឹងណាហ្វេនហើយទោះបីជាវត្តតួស្រីយើងថាកុំឲ្យបោះបង់អាពីនឹងអីឲ្យទៅរៀបការជាមួយនឹងគេវិញទៅចូលទៅរៀបការតួស្រីយើងក៏លាត់ដៃហើយនិយាយថាពូចាហៅយើងឈប់រៀបការទៅតែបដិមិនព្រមទេសាច់ទេគាត់ក្នុងចិត្តថាបើសិនជាតួស្រីយើងអត់ព្រមរៀបការនោះទេបរិះចំណាស់ហ្នឹងប្រកាសជាព្រមផ្ដល់ភាគហ៊ុនឲ្យនោះទេហើយពេលហ្នឹងណាចាប់ផ្ដើមយកលោកតាមកគម្រាមទៀតហើយគាត់ថាប្រហែលឆ្នាំហ្នឹងគឺគាត់ខិតខំខ្លាំងមែនតែនហើយពេលនេះលោកតាក៏គាត់ឈឺបើសិនជាលោកតាដឹងថាយើងលុបចោលអាពីនោះគាត់បាស់ជាដឹងហើយគាត់ជាអត់នេះទេគាត់អត់ស្រួលខ្លួនណាដល់ពេលអញ្ចឹងទៅទោះស្អីយើងក៏ខ្លាចថាលោកតានឹងគាត់អត់ស្រួលខ្លួនគាត់ក៏និយាយថា
យល់ពេលអាពាហ៍ពិពាហ៍សិនទៅរងចាំរហូតដល់គ្រប់យ៉ាងត្រូវបានដោះស្រាយអញ្ចឹងទៅពេលហ្នឹងអានក៏សុំតួស្រីយើងហ្នឹងទៅផ្ទះជាមួយផងស្រីយើងគាត់ថាហេតុអីក៏អានខ្លាចប៉ារបស់គេអញ្ចឹងហើយពេលហ្នឹងតួប្រុសរបស់យើងឃើញថាតួស្រីរេរក៏និយាយជាមួយនឹងអានថាតើឯងអាចទៅនៅជាមួយនឹងពូបានឬក៏អត់ពេលហ្នឹងអានងក់ក្បាលព្រមទៅនៅជាមួយនឹងតួប្រុសរបស់យើងដោយស្ម័គ្រចិត្តរបស់គាត់មិនមានការបខំទេពេលហ្នឹងចំណែកតួស្រីយើងក៏សប្បាយចិត្តដែរដែលតួអានហ្នឹងបានទៅនៅជាមួយនឹងតួប្រុសពេលយប់មកដល់តួស្រីកូនរបស់តួស្រីយើងអានហ្នឹងគាត់ក៏បានទៅយល់សពឃើញកាលពី7ឆ្នាំមុនដែលធ្វើឲ្យម្ដាយរបស់គេស្លាប់ហ្នឹងគេនៅតែស្រែកហៅម៉ាក់របៀបថាការចងចាំរបស់ក្មេងដែលមិនល្អធ្វើឲ្យគេយល់សពយល់សងអត់ល្អទេហើយពេលដែលបើកទ្វារឡើងក៏ស្រាប់តែឃើញអាដេញយើងកេនចៅនេះចូលមកតែម្ដងហើយកេនចៅនេះចូលមកគ្មានតលួងលោមក្មេងស្អីទេឃើញទេថាចូលមកដល់គឺរោរឿងតែម្ដងហើយចំណែកឲ្យចៅហ្នឹងណាគាត់ក៏របៀបថាក៏ហក់គេថានាងជាកូនហើយនាងនេះថាគេជាម្ដាយហើយក៏រត់គេចពីម្ដាយអញ្ចឹងហើយចៅនឹងក៏និយាយថាខ្លាចកាលពីគេជាតិមុន7ឆ្នាំមុនហ្នឹងនាងពូចៅនេះគឺថាអត់ល្អនោះទេធ្វើបាបនាងតាំងពីដើមមកតែសំណាងល្អហើយដល់ពេលហ្នឹងគឺតួប្រុសរបស់យើងឮសំឡេងហើយក៏រត់ចូលមកហើយនាងធ្វើជាល្អពេលហ្នឹងតួប្រុសរបស់យើងក៏បានបីអានយើងចេញទៅក្រៅចំណុចយើងគាត់ថាមិនបានធ្វើអីទេគ្រាន់តែអានហ្នឹងគឺគេយល់សពមិនល្អអញ្ចឹងហើយគេជាប់ឮសំឡេងគេចូលមកមើលតួប្រុសរបស់យើងក៏ដេញឲ្យចេញទៅក្រៅវិញទៅហើយក៏ប្រាប់អានថាអត់អីទេអញ្ចឹងណាហើយក៏លួងលោមក្មេងហើយក៏បាននៅទទួលទូរស័ព្ទមួយហើយពេលហ្នឹងគាត់ក៏បានលើកទូរស័ព្ទហ្នឹងគឺអត់មានអ្នកណាផ្សេងក្រៅពីតួស្រីទេគឺគាត់ចង់ជួបអានពេលហ្នឹងគាត់ក៏និយាយថាខ្ញុំចង់ជួបអ្នកទាំងពីរអញ្ចឹងណាហើយពេលហ្នឹងក៏នាំអានមកលេងហើយអានពេលហ្នឹងក៏បានដើរលេងហើយអញ្ចឹងក៏ជួបជាមួយនឹងម្ដាយគឺគាត់ត្រេកអរខ្លាំងមែនតើដែលបានជួបជាមួយនឹងតួស្រីរបស់យើងដែលជាម្ដាយរបស់គាត់កាលពី7ឆ្នាំមុនអញ្ចឹងណាហើយគាត់រំភើបខ្លាំងដោយសារតែគាត់អាចបំបែកឪពុករបស់គាត់ចេញពីម្ដាយរបស់គាត់បានកុំឲ្យប្រវត្តិសាស្ត្រមានការច្រំដែលធ្វើបាបម្ដាយគាត់ឲ្យរងទុក្ខណាហើយចំណែកតួប្រុសរបស់យើងគឺគាត់ដើរមកយ៉ាងសង្ហាលួចស្រឡាញ់គេពេនក៏ប៉ុន្តែអត់ឲ្យគេដឹងនោះទេសុខចិត្តលះបង់ឲ្យប្អូនធ្វើម៉េចបើយើងអត់ហ៊ានអញ្ចឹងណាហើយពេលហ្នឹងអានហ្នឹងក៏បានចាប់ដៃម៉ាក់របស់គេហើយជាមួយនឹងតួប្រុសរបស់យើងហ្នឹងឲ្យនិយាយថាចូលគ្នាកាន់ដៃគ្នាដើរលេងអញ្ចឹងណាពួកអីអានគឺស្រឡាញ់ម្ដាយជាមួយនឹងតួប្រុសរបស់យើងខ្លាំងដោយសារតែវិជាតិមុនតួប្រុសរបស់យើងក៏ជាអ្នកដែលជ្រុំជ្រែងតួស្រីយើងខ្លាំងមែនតើគឺគាត់តាមជួយអញ្ចឹងអានដឹងថាអ្នកណាល្អអ្នកណាអាក្រក់អីចឹងណាពេលហ្នឹងគឺអានគាត់សប្បាយចិត្តមែនតើបានតួប្រុសតួស្រីរបស់យើងគឺយកចូលឡានហើយក៏យកទៅកន្លែងដើរលេងតែយើងក៏សួរថាតើលោកមិនបញ្ចុះបញ្ចូលអាពាហ៍ពិពាហ៍ខ្ញុំជាមួយនឹងចាស់ហៅទេមែនអត់អីមើលទៅលោកដូចជាសាមញ្ញធម្មតាមិនមានការរំជើបរំជួលអីសោះទោះប្រយើងថានាងបានសម្រេចចិត្តរួចទៅហើយតែខ្ញុំធ្វើមិនទៅស្រីស្ដាប់ហើយក៏គាត់និយាយថាហេតុអីក៏លោកនិយាយចម្លែកអីខ្លាំងម្ល៉េះស្ដាប់មិនចូលនិយាយជាមួយតួប្រុសថាតើលោកមិនព្រមសារភាពជាមួយខ្ញុំទេមែនទេខ្ញុំមិនចាប់អារម្មណ៍នឹងអតីតប្តីរបស់ខ្ញុំនោះទេហើយពេលហ្នឹងតួប្រុសរបស់យើងហ្នឹងណាក៏គាត់ធ្វើជាដែលចេញទៅហើយតួប្រុសរបស់យើងក៏និយាយថាគាត់បានជួបជាមួយនឹងលេខាកេនប៉ុន្តែពេលហ្នឹងអានគឺខ្លាចលេខាកេនចៅនឹងខ្លាំងមែនតើឬក៏កេនចៅហ្នឹងមិនមែនជាម្ដាយបង្កើតរបស់អាននោះទេហើយសាច់រឿងរបស់យើងក៏កាត់ដល់តួប្រុសរបស់យើងនាំអាននឹងមកដើរលេងមើលផ្កាយអញ្ចឹងណាហើយតួស្រីរបស់យើងក៏មានការរីករាយខ្លាំងមែនតើសាច់រឿងរបស់យើងក៏សូមរងចាំទស្សនាត្រឹមតែប៉ុណ្ណេះអរគុណ